សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំបាយពីពុកម៉ែបងប្អូនមិនបានចែករំលែកនៅវិធីធ្វើម្ហូបមួយរយៈធំហើយនៅតាម Channel YouTube ឬមួយក៏នៅលើ Facebook ផងដែរចាថ្ងៃនេះនាងខ្ញុំវិលត្រឡប់មកវិញជាមួយនឹងការធ្វើម្ហូបមួយចានៅតាមតំបន់ចាម្ហូបនេះគឺត្រូវការម៉ាំចាចំនួន1កូនចានចង្កឹះហើយនឹងត្រូវការត្រីចាប្រភេទត្រីអត់សកាបងប្អូនមិនចូលចិត្តត្រីអត់សកាបងប្អូនអាចប្រើដូចជាត្រីរ៉ាស់ឬក៏ត្រីផ្សេងតាមចំណង់ចំណូលចិត្តបងប្អូនចាម្ហូបមួយនេះគេហៅថាខម៉ាំចាខម៉ាំនេះគឺនាងខ្ញុំធ្វើរបៀបលក្ខណៈគ្រួសារនាងខ្ញុំចាបែបខាងស៊ីមរៀបចាជាដំបូងចាវិធីធ្វើនៅខាងនាងខ្ញុំគឺมันដូចគ្នាជាមួយនឹងខាងខេត្តដតីទេនាងខ្ញុំតែងឃើញវីដេអូបងប្អូនចែករំលែកផ្សេងហ្នឹងគឺវិធីធ្វើគឺខុសគ្នាបន្តិចបន្តួចចាប៉ុន្តែសម្រាប់នាងខ្ញុំអត់រើសយកម៉ាំសាច់ម៉ាំត្រីរ៉ស់ទេនាងខ្ញុំយកម៉ាំកូនត្រីកតុយក្រហមចានាងខ្ញុំអត់ដឹងថាកតុយមាន់បងប្អូនមានកតុយក្រហមទេរសជាតិម៉ាំហ្នឹងគឺឆ្ងាញ់ចាលាយជាមួយនឹងត្រីកាភ្លៀងហើយបងប្អូនអាចយកមកបរិភោគឆៅក៏បានចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមនៃការធ្វើទាំងអស់គ្នាដើម្បីចែករំលែកជូនបងប្អូនកុំឲ្យខាតពេលយូរចាវិធីនៃការធ្វើដែលបងប្អូនបានឃើញក្នុងវីដេអូនេះស្រេចចានាងខ្ញុំបានលីងខ្ទឹមសខ្ទឹមក្រហមហើយពេលលីងឈ្ងុយហើយនាងខ្ញុំដាក់ត្រីចូលដើម្បីអបសាច់ឲ្យឈ្ងុយជាមួយនឹងសាច់ខ្ទឹមចាបន្ទាប់មកទៀតនាងខ្ញុំបានទុកមួយសន្ទុះរហូតដល់ឆ្អិនទើបនាងខ្ញុំចាក់ទឹកចូលដើម្បីឲ្យឆ្អិនសាច់តែម្ដងចាវិធីធ្វើរបៀបនេះគឺនាងខ្ញុំអត់ចង់ឲ្យមានប្រេងចាកាលណាបងប្អូនលីងបងប្អូនអាចលីងជាមួយនឹងសាច់ជ្រូកមុនចាប៉ុន្តែការលីងជាមួយសាច់ជ្រូកមុនធ្វើឲ្យឡើងប្រេងខ្លាំងអញ្ចឹងនាងខ្ញុំអត់បានដាក់ជាមួយសាច់ជ្រូកមុនទេនាងខ្ញុំប្រើសាច់ជ្រូកសាច់3ជាន់លាយជាមួយនឹងសាច់សុទ្ធចាអញ្ចឹងសាច់3ជាន់នាងខ្ញុំយកតិចតួចមែនតើចាដើម្បីកុំឲ្យមានខ្លាញ់ច្រើនពេកនាងខ្ញុំអត់សូវចូលចិត្តខ្លាញ់ខ្លាំងបើសិនបងប្អូនចង់ឆ្ងាញ់ហើយទន់ជាមួយនឹងរសជាតិហ្នឹងបងប្អូនអាចប្រើសាច់ជ្រូក3ជាន់ចាអញ្ចឹងឥឡូវនាងខ្ញុំចាប់ដើមរំលីងវាឡើងសមានន័យថាឆ្អិនហើយអញ្ចឹងនាងខ្ញុំត្រៀមចាក់ទឹកចូលសម្រាប់ការធ្វើមុខម្ហូបមួយនេះឲ្យកាន់តែឈ្ងុយឆ្ងាញ់បងប្អូនអាចប្រើជាមួយនឹងទឹកក្តៅពុះស្រាច់ដើម្បីដាក់ចូលទៅឲ្យសាច់ត្រីហ្នឹងគឺមានរសជាតិឆ្ងាញ់ខ្លាំងតែម្ដងបើសិនជាបងប្អូនដាក់សាច់ដាក់ទឹកចាដាក់ទឹកឆៅគឺធ្វើឲ្យត្រីត្រូវការពេលដើម្បីឲ្យពុះចាអញ្ចឹងនាងខ្ញុំក៏អត់បានដាក់ទឹកឆ្អិនដែរដែលរៀបរាប់ជូនបងប្អូននេះគឺនាងខ្ញុំអត់បានដាំទឹកឆ្អិនចាដូច្នេះហើយនាងខ្ញុំក៏ចាក់ជាមួយនឹងទឹកឆៅចូលដើម្បីឲ្យពុះចាទុកឲ្យពុះប៉ុន្តែបើសិនជាបងប្អូនបានដាំទឹកទុកបងប្អូនអាចចាក់ទឹកក្តៅចូលដាក់ភ្លាមគឺធ្វើឲ្យពុះហើយឆ្ងាញ់ភ្លាមតែម្ដងចារសជាតិគឺខុសគ្នាបើសិនជាបងប្អូនប្រើទឹកឆ្អិនស្រាច់ហើយនឹងបងប្អូនប្រើទឹកដើម្បីឲ្យឆ្អិនចាវិធីនៃការធ្វើទឹកពុះស្រាច់នេះគឺជាតិចនិចមួយដែលជួយបន្ថែមក្លិនហើយនឹងរសជាតិរបស់មុខម្ហូបឲ្យកាន់តែឈ្ងុយឆ្ងាញ់ផងដែរឥឡូវនេះនាងខ្ញុំគ្របទុកមួយឡែកសិនចាដើម្បីឲ្យឆាប់ពុះបន្ទាប់មកទៀតនាងខ្ញុំក៏ងាកទៅធ្វើបន្លែធ្វើអីចារហូតដល់ហើយងាកមកវិញគឺខរបស់យើងបានពុះល្មមចាមុនហ្នឹងនាងខ្ញុំបានយកសាច់ជ្រូកច្រាំហើយចាអត់បានថតបង្ហាញជូនបងប្អូនមើលទេកាត់តែម្ដងចាឥឡូវនេះពុះហើយនាងខ្ញុំចាប់ដើមយកម៉ាំមកដាក់ចានាងខ្ញុំប្រើម៉ាំចំនួន1ចានចង្កឹះចាសម្រាប់បងប្អូនដែលចូលចិត្តម៉ាំដែលភាគច្រើនបងប្អូនអាចចង់បានម៉ាំច្រើនបងប្អូនដាក់ច្រើនតាមនឹងនេះខ្ញុំប្រើម៉ាំ1ចានចង្កឹះនេះដោយសារតែម៉ាំរបស់នាងខ្ញុំគឺមានចាវហើយជាមួយនឹងសាច់ល្ហុងបងប្អូនដូច្នេះហើយមួយចានចង្កឹះហ្នឹងក៏អត់សូវជាមានសាច់ម៉ាំអីច្រើនប៉ុន្មានដែរចាជាក់ស្ដែងការខម៉ាំបែបនេះឆ្ងាញ់មួយយ៉ាងម្នាក់ជាមួយនឹងបងប្អូនប្រើម៉ាំអត់ល្ហុងចាវបងប្អូនចាយកមកស្ងោរហើយបងប្អូនយកទឹកក៏ប៉ុន្តែសម្រាប់នាងខ្ញុំដោយសារនាងខ្ញុំចូលចិត្តបរិភោគជាមួយនឹងសាច់ម៉ាំនៅក្នុងនឹងតែម្ដងអត់ចង់ឲ្យរលួយហើយមានដូចជាកូនល្ហុងទូចនៅក្នុងនឹងចាដូច្នេះហើយនាងខ្ញុំបរិភោគបែបនេះនៅក្នុងគ្រួសារចាជាទូទៅការបរិភោគមកប្រភេទនេះគឺឆ្ងាញ់មួយយ៉ាងចាពីបងប្អូនធ្វើខម៉ាំដែលមានដាក់បន្លែចូលចាជាទូទៅខម៉ាំបងប្អូនគឺតែមានដូចជាបន្លែនៅក្នុងហ្នឹងមានត្រប់វែងហើយនឹងបន្លែគ្រប់មុខផងដែរនៅក្នុងហ្នឹងប្រភេទត្រប់ក្នុងហ្នឹងណាក៏ប៉ុន្តែសម្រាប់នាងខ្ញុំដោយសារពេលដាក់ត្រប់វែងចូលនាងខ្ញុំអត់សូវចូលចិត្តរសជាតិអញ្ចឹងនាងខ្ញុំចូលចិត្តឲ្យវាមានរសជាតិល្មមចាហើយអត់មានក្លិនបន្លែចូលក្នុងហ្នឹងសុខចិត្តជាលក់នៅខាងក្រៅតែម្ដងហើយណាមួយក្មេងៗ
ក៏ពិបាកក្នុងការបរិភោគដែលបើសិនជាយើងដាក់បន្លែចូលចាឥឡូវនេះពោះហើយនាងខ្ញុំបន្ថែមស្ករក្រហមចូលចំនួន1ស្លាបព្រាបាយហើយនាងខ្ញុំក៏ច្របល់ចូលគ្នាចាវិធីធ្វើរបស់នាងខ្ញុំគឺនាងខ្ញុំនឹងដាក់សាច់ជ្រូកចិញ្ច្រាំនឹងចូលក្រោយគេចានាងខ្ញុំប្រើសាច់ជ្រូកចិញ្ច្រាំនឹងមិនច្រើនទេថ្ងៃនេះដោយសារតែនាងខ្ញុំគិតថាចង់បានជាសាច់ត្រីយកមកបរិភោគឲ្យបានច្រើនចាអញ្ចឹងឥឡូវនាងខ្ញុំថែមជាមួយនឹងម្សៅស៊ុបមាន់ចំនួន1ស្លាបព្រាចាហើយបង់អំបិលចូលបន្តិចចាដើម្បីឲ្យមានរសជាតិប្រៃដិតចាកុំឲ្យពេលខ្លះទៅយើងអត់ដាក់អំបិលវានឹងភ្លាវចាបងប្អូនដឹងស្រាប់ហើយថាម៉ាំយើងតែងម៉ាំមកប្រៃប៉ុន្តែរសជាតិរបស់ម៉ាំប្រៃនៅតែត្រូវការដាក់អំបិលចូលដើម្បីឲ្យរសជាតិដិតឈាបតែម្ដងឥឡូវនេះដាក់ចូលគ្រប់គ្រឿងហើយចាសម្រាប់ផ្នែកម្ជូរបងប្អូនអាចជ្រើសរើសចង់ដាក់ជាអំពិលទុំក៏បានបងប្អូនចង់ប្រើជាក្រសាំងក៏បានដែរហើយបើសិនជាបងប្អូនមួយចំនួនមិនចូលចិត្តទៀតនោះក៏អាចប្រើជាមួយនឹងទឹកក្រូចឆ្មាបានផងដែរចាចំណែកនាងខ្ញុំគឺថែមទឹកត្រីចូលបន្តិចទៀតឲ្យកាន់តែឈ្ងុយហើយនាងខ្ញុំក៏ដាក់ចូលជាមួយនឹងទឹកអំពិលទុំចានាងខ្ញុំមានទឹកអំពិលទុំស្រេចណាបងប្អូនអញ្ចឹងដាក់បន្ថែមរសជាតិប៉ុន្តែម៉ាំនេះនៅពេលយើងដាក់ជាមួយល្ហុងគឺមានរសជាតិជូរតិចតួចល្មមឆ្ងាញ់ដែរអញ្ចឹងនាងខ្ញុំអត់ដាក់ច្រើនទេនាងខ្ញុំក៏គ្រាន់តែថែមទឹកអំពិលទុំបន្តិចនៅពេលដែលរៀបបិទឆ្នាំងតែម្ដងដើម្បីកុំឲ្យទឹកអំពិលទុំនោះវាជូរជះខ្លាំងនៅក្នុងនឹងចាជាបញ្ចប់ចានៅពេលដែលរៀបចំយកទៅបរិភោគគឺយើងទៅដាក់បន្លែដូចជាលឹកខ្ទឹមចាមានបន្លែម្ទេសចាបងប្អូនចូលចិត្តខ្ទឹមលីងឲ្យឈ្ងុយខ្លាំងជាងហ្នឹងបងប្អូនថែមពីលើទៀតទៅចាអញ្ចឹងនាងខ្ញុំដាក់តែប៉ុណ្្នេះទេដើម្បីយកទៅបរិភោគចាឥឡូវការចម្អិននេះក៏បានដល់ទីបញ្ចប់ហើយផងដែរដួសយកមកបរិភោគនៅតុអាហារហើយពេលនេះផងដែរចាបន្លែរបស់យើងក៏មានច្រើនមុខផងដែរនាងខ្ញុំថ្ងៃនេះទៅផ្សារឃើញមានស្មាច់ជាទូទៅគេមានលក់ជារៀងតែរហូតនឹងឯងហូហែមានស្មាច់មានគេច្រាច់ហើយនាងខ្ញុំភ្លេចអស់ហើយលក់កាលនៅក្មេងៗនាងខ្ញុំអត់ចូលចិត្តញ៉ាំទេស្មាច់ហ្នឹងដោយសារតែស្មាច់ឬអីទេបងប្អូននាងខ្ញុំហៅខ້ອຍតាមមើលតែសាពេលញ៉ាំទៅវាជាពាក់កហើយពេលញ៉ាំម្ដងវាវែងហើយពិបាកទៅពីតែដល់ពេលឥឡូវយកមកចុចមួយលក់អញ្ចឹងឆ្ងាញ់ហ្មងណាមានអារម្មណ៍ថាចាស់ទៅប្រែប្រួលឥឡូវក៏ថតចែកបងប្អូនមើលថាពេលដែលឆ្អិនទៅគឺសភាពបែបណារៀងៗបន្តិចក៏ប៉ុន្តែទទួលបាននៅរសជាតិឆ្ងាញ់ឥឡូវនេះបងប្អូនប្រុសខ្ញុំកំពុងតែលក់ផងដែរមិនមែនភ្លក់ទេបងប្អូនមួយឆ្នាំងហ្នឹងគឺមិនសង្ឃឹមថានៅសល់ទេគឺមួយឆ្នាំងហ្នឹងនាងខ្ញុំពិសាហើយអញ្ចឹងនៅសល់ប្រហែលជាមួយចានចង្កឹះហ្នឹងអ្នកផ្ទះនាងខ្ញុំរៀងច្រើនបងប្អូនទាំងអស់គ្នាមាន9នាក់អញ្ចឹងពេលបរិភោគម្ដងគឺត្រូវការមួយឆ្នាំងធំតែម្ដងចាអញ្ចឹងវីដេអូនៃការចម្អិនមួយមុខនេះក៏បានហើយរួចរាល់ផងដែរសង្ឃឹមថាបងប្អូននឹងចូលចិត្តអំពីវិធីធ្វើរបស់នាងខ្ញុំអរគុណនិងសូមជម្រាបលាសុខសប្បាយ